អមន្តលទូរថភ្លើងដែលក្រឡាប់ធ្លាយប្រេងចេញមកក្រៅមិនមែនជាប្រេងនំចូលពីថៃទេគឺនំចូលពីសង្ហបុរីតាមច្រកសមុទ្រដើម្បីចែកចាយនៅខេត្តពីយប់កម្ពុជាជុំវិញករណីស្រុតភ្លើងបណ្ដាលឲ្យទូរថភ្លើងចំនួន3ទូបានក្រឡាប់ធ្លាយប្រេងចេញមកក្រៅនៅចំណុច PK 191/600 ខ្សែដាច់ទិសខាងជើងស្ថិតនៅភូមិច្រេះឃុំអូតាប៉ោងស្រុកបាកានខេត្តពោធិ៍សាត់អ្វីដែលបានកត់សម្គាល់នោះមានសាធារណជននិងបងប្អូនសារព័ត៌មានខ្លះបានចុះផ្សាយធ្វើអធិប្បាយចោទសួរថាប្រេងដែលដឹកនោះមានប្រភពពីណានំចូលតាមណារបស់ក្រុមហ៊ុនអ្វីអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថាខ្សែរថភ្លើងលេខ6535បានដឹកប្រេងចំនួន25ទូរបស់ក្រុមហ៊ុនស៊ូងគីមិចប្រភពនំចូលពីប្រទេសសង្ហបុរីតាមកំពង់ផាយស្វយ័តក្រុងព្រះសីហនុដែលចេញដំណើរពីស្ថានីយ៍ភ្នំពេញឆ្ពោះទៅស្ថានីយ៍បឹងព្រេងខេត្តបាត់ដំបងដើម្បីចែកចាយនៅខេត្តពីយប់ប្រទេសកម្ពុជាមិនមែនជាប្រេងនំចូលពីប្រទេសថៃដោយការប៉ាន់ស្មាននិងការអធិប្បាយដោយគ្មានប្រភពព័ត៌មាននិងការផ្ទៀងផ្ទាត់ត្រឹមត្រូវនោះឡើយ